ស្ដីតាស់បងប្អូនមកនាំបងប្អូនមកស្គាល់ប្រាសាទពាក់ប្រាសាទស្នែងកបីប្រាសាទស្នែងកបីថ្ងៃនេះពេលថ្ងៃត្រង់ហ្នឹងក៏បាយហើយឆ្លៀតជីកង់ហាត់ប្រាណបងក៏នាំបងប្អូនមកមើលប្រាសាទស្នែងកបីនេះតែប៉ុន្តែប្រាសាទស្នែងកបីអត់ឆ្ងាយទេអត់ឆ្ងាយពីនៅស្រុកចុងសានទេប៉ុន្តែខ្ញុំអត់ដែលបានឃើញអត់ដែលបានមកសោះចេះតែវារហូតអញ្ចឹងគឺចង់ស្គាល់ក៏ឆ្លៀតបាយថ្ងៃត្រង់ឆ្លៀតពេល1ម៉ោង2ម៉ោងការងារក៏មកដល់ស្អាតបងប្អូនស្អាតនៅជុំវិញនេះគាត់មានដាំដលងនៅតាមប្រឡាយជុំវិញផ្សារតាមស្រូវតាមអីអស់ប៉ុន្តែស្អាតទូរស័ព្ទនេះនៅមានអ្នកថែមានអ្នកអាតឡើងបាញ់ស្មៅមកបងស្អាតនៅប្រាសាទហ្នឹងមានទៅកំពូលប្រាសាទ3ទេហើយនៅជុំវិញមានគូទឹកនៅជុំវិញមិនខុសពីប្រាសាទដទៃទេវាស្តៀងគ្នាទេប៉ុន្តែក៏ប៉ុន្តែនៅស្រុកចុងផ្សារហ្នឹងប្រាសាទច្រើនណាស់មិនចាញ់នៅសៀមរាបអីប្រហែលទេគាត់ថាត្រូវបានខូចខាតហើយបាច់បាក់ហើយសារខ្ញុំនិយាយសារសង្គ្រាមតែឥឡូវនេះក៏ចាប់ផ្ដើមសង្គ្រាមរឿងប្រាសាទដែរពួកចោះសៀមទៅចង់បានដែរពិសេសនៅលើភ្នំគឺប្រាសាទច្រើនណាស់សម្បូរប្រាសាទជាក់ស្ដែងនៅតាមដីរៀបហ្នឹងក៏សម្បូរដែរចាំមើលបន្តខ្ញុំនាំបងប្អូនទៅឲ្យស្គាល់ប្រាសាទផ្សេងទៀតពេលខ្ញុំទៅនេះអូខេតោះមើលអស់គ្នាបាទឥឡូវនេះខ្ញុំចាប់ផ្ដើមជិះកង់ចេញទៅប្រាសាទស្នែងកបីនឹងហើយប្រាសាទហ្នឹងគឺមានប្រវែងប្រហែលជា11-12គីឡូពីទីរួមស្រុកចំខ្សានទៅប៉ុន្តែវាទៅតាមផ្លូវគ្រួក្រហមអត់ពិបាកអីទេបើសម្រាប់ការជិះម៉ូតូគឺអត់ពិបាកអីទេជិះម៉ូតូជិះកង់ឬក៏ជិះគោយន្តគាត់ថាបើឡានក៏អាចទៅបានដែរគាត់ថាត្រូវឈប់នៅក្រៅយើងត្រូវដើរចូលបន្តិចវីដេអូនេះខ្ញុំថតតាំងពីខែច្រូតដែលមានទឹកនៅឡើយទេផ្លូវនៅមានភក់នៅឡើយប៉ុន្តែដោយសារមួយរយៈនេះឃើញមានការផុសផុលច្រើនពីដែលអ្នកគ្រូគាត់ផុសហ្នឹងទៅហើយក្មេងៗមួយចំនួនក៏គាត់ចាប់ផ្ដើមទៅមើលអីចឹងទៅក៏ខ្ញុំយកវីដេអូហ្នឹងមកផុសដែរដើម្បីជាការជួយផ្សព្វផ្សាយវិស័យទេសចរណ៍ស្រុកយើងក៏ពិតស្រុកយើងមានកន្លែងលេងច្រើនណាស់សម្រាប់ប្រាសាទបុរាណអីហ្នឹងដោយសារឥឡូវវាពាក់ព័ន្ធជាមួយសាំងម៉ាសុតអីក៏ឡើងថ្លៃអញ្ចឹងបើសិនជាបនទៀនឬមួយថ្ងៃសម្រាប់អីយើងអត់បានទៅណាអីយើងអាចចូលមកលេងនៅតាមប្រាសាទបុរាណនានាដើម្បីជួយផ្សព្វផ្សាយនៅពេលដែលយើងទៅគឺយើងបានថតអីចឹងតែពេលយើងថតយើងនឹងបង្ហោះចែកម្លែកអញ្ចឹងទៅអញ្ចឹងនឹងមានភ្ញៀវជាតិនិងអន្តរជាតិពេលដែលគាត់ឆ្លងកាត់គាត់ចូលលេងឬមើលគាត់ចាប់អារម្មណ៍ទៅគាត់អាចមកមើលអញ្ចឹងទៅគឺជាការជួយគ្នាអ្នកតិចដើម្បីកុំឲ្យប្រាសាទបុរាណនឹងឯកោសម្រាប់ប្រាសាទទាំងអស់ហ្នឹងគឺតែងតែមានអ្នកអភិរក្សជាប្រចាំអត់មានស្មៅដោះទេគាត់តែងកាប់ឆ្កាស្អាតប៉ុន្តែស្អីដែលនៅខ្វះហ្នឹងគឺខ្វះអ្នកទៅមើលខ្វះអ្នកទៅហៅថាជួយផ្សព្វផ្សាយបាទបន្ទាប់ពីការធ្វើដំណើរមកស្ទុះមកឥឡូវខ្ញុំបានមកដល់ហើយយើងមើលពីក្រៅទៅឃើញប្រាសាទនៅខាងក្នុងហ្នឹងហើយឥឡូវនេះខ្ញុំឆ្លងកាត់តាមរងទលងផងតាមផ្លូវផងនៃសាសជាតិការទេហើយនេះជុំវិញប្រាសាទហ្នឹងគឺមានគូទឹកប្រាសាទនេះផងដែរបើតាមឯកសារខ្លះគេថាកសាងនៅចុងសតវត្សទី10ដើមសតវត្សទី11ហើយដែលគេហៅថាប្រាសាទស្នែងកបីហ្នឹងដោយសាររូបចម្លាក់នៅលើផ្តែររបស់វាហ្នឹងមានជាធ្នូគេមានរូបចម្លាក់ធ្នូដែលស្តៀងទៅនឹងស្នែងកបីដល់ពេលអញ្ចឹងហើយអ្នកដែលរកឃើញហ្នឹងក៏គេហៅប្រាសាទស្នែងកបីដោយសារมันមានឯកសារបញ្ជាក់ណាមួយតែឈ្មោះជាប្រាសាទអីទេហើយប្រាសាទនីមួយហ្នឹងមានទំហំ5កន្លះ4ជ្រុងដែលមានកម្ពស់ពីខឿនទៅហ្នឹងគឺ8ម៉ែត្រហើយចន្លោះពីប្រាសាទមួយមកប្រាសាទមួយហ្នឹងគឺ3ម៉ែត្រកន្លះហើយប្រាសាទស្នែងកបីខាងត្បូងនេះគឺមាននៅជុំវិញប្រាសាទហ្នឹងមានដើមឈើធំត្រជាក់ស្រួលសម្រាប់អ្នកនៅក្នុងស្រុកជាំខ្សានទាំងអស់ដែរអត់ដែលបានឃើញអាចនាំគ្នាទៅមើលទៅជាលក្ខណៈគ្រួសារក៏បានហូបបាយជុំគ្នាក្រោមដើមឈើយើងអាចថានាំកូនចៅឲ្យស្គាល់របស់ដែលដូនតាយើងបន្សល់ទុកឲ្យហើយវាអាចថាទៅដើម្បីលក្ខណៈថាទេសចរធម្មជាតិដែលនៅជុំវិញហ្នឹងគឺមានវាលស្រែដើមទ្រលងអីខ្យល់ធម្មជាតិស្រស់ស្រាយដើមឈើធំសម្រាប់ថ្ងៃសម្រាកថ្ងៃបុណ្យទានដែលអត់បានទៅណាឆ្ងាយនឹងនេះគឺជាផ្តែរដែលធ្លាក់មកពីលើខ្លោងទ្វារហ្នឹងហើយនឹងសសរពេជ្រនៅដួលតាមជុំវិញហ្នឹង
បាទនេះប្រាង្គប្រាសាទ3ដែលមានដើមឈើដុះព័ទ្ធជុំវិញអស់ហើយនៅកណ្ដាលប្រាសាទខ្លះនៃតួប្រាសាទហ្នឹងគឺមានការជីកកកាយទៅក្រោមហើយប្រាសាទខ្លះហ្នឹងក៏អឺធ្លាក់បាក់តពលដែលមកពីលើនឹងនៅក្របហើយតោះទៅមើលនៅខាងក្នុងមើលតើវាមានអីខ្លះនៅក្នុងហ្នឹងខ្ញុំដែលសារមកតែឯងហ្នឹងក៏អត់សូវហ៊ានចូលទៅស្និទ្ធមកតែវាញើតដែរខ្លាចដែលសារស្ងាត់ឡើងឈឹងហ្មងនេះគេជីករូងទៅក្រោមហើយជាមួយខ្ញុំបវលឡើងទៅលើតិចហ្នឹងខ្ពស់ដែលមានកម្ពស់រហូតដល់8ម៉ែត្រនោះអញ្ចឹងមិនទាបទេទៅតឹងបតោយ4ជ្រុងហ្នឹងគឺ5ម៉ែត្រកន្លះ4ជ្រុងហើយសសរពេជ្រហ្នឹងគេដាប់រូបចម្លាក់ដាប់អីយកចេញអស់ហើយនេះគឺរចនាបថរបស់វាគឺស្តៀងទៅនឹងរចនាបថប្រទីស្រីដែលប្រាសាទហ្នឹងគឺកំពូលហ្នឹងធ្វើឡើងពីថ្មបាយក្រៀមហើយនៅជិតខ្លោងទ្វារនេះតាមមើលប្រហែលជាមានរូបចម្លាក់តប៉ុន្តែគេត្រូវបានគេកោះយកទៅបាត់ហើយនៅសល់តែស្នាមជើងទេនេះហើយកន្លែងថ្មដែលបាក់ពីលើកំពូលមកហ្នឹងនេះប្រាសាទនៅខាងឆ្វេងមួយនេះហ្នឹងគឺក៏រូងកាយទៅក្រោមដែរហ្នឹងហើយអូខេហ្នឹងហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលចង់មើលកាន់តែច្បាស់អីហ្នឹងអាចមកលេងបានចិត្តស្រុកយើងដែរទេហ្នឹងឥឡូវខ្ញុំអស់ហើយreview បានតែប៉ុណ្្នឹងអីហើយចាប់ផ្ដើមជិះកង់ចេញទៅវិញហើយអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាបាទមើលលេងទៅបងប្អូននេះជាហៅថាទេសចរបែបបុរាណនៅស្រុកយើងហ្នឹងហើយនាំគ្នាជួយ review អ្នកតិចទៅដើម្បីឲ្យបានភ្ញៀវក្នុងស្រុកនិងអន្តរជាតិអីចាប់អារម្មណ៍គេមកមើលឲ្យវិស័យទេសចរនៅស្រុកយើងមានការរីកចម្រើនអូខេបាយបាយឥឡូវខ្ញុំជិះកង់ចេញមកវិញហើយសម្រាប់ប្រាសាទបុរាណផ្សេងដែលនៅជុំវិញស្រុកចောင်းផ្សារនឹងខ្ញុំនឹងបន្តថតពេលដែលខ្ញុំទៅលេដើម្បីជាការផ្សព្វផ្សាយអំពីប្រាសាទបុរាណខ្មែរដែលមាននៅស្រុកចောင်းផ្សារទាំងអស់ឲ្យបងប្អូនយើងបានស្គាល់